ទុនសាយនិងដួងច័ន្ទក្នុងកាលនោះព្រះបរមពោធិសត្វបានកើតជាទុនសាយមួយក្បាលអាស្រ័យនៅព្រៃដែលជាប់នឹងជើងភ្នំហើយសូម្បីតែសត្វដទៃ3ប្រភេទទៀតក៏คล้ายជាសម្លាញ់នឹងទុនសាយដែរអោចន្ទ្រីអើយអ្នកពិតជាស្រស់ស្អាតនិងគួរឲ្យជ្រះថ្លាណាស់ថ្ងៃពេញបូរមីខែព្រះច័ន្ទបានបញ្ចេញនៅសម្រស់គួរជាទីពិតពិលរមិលមើលនិងធ្វើឲ្យចិត្តរបស់យើងមានបេតិសោមនស្សក្រៃលែងមែនហើយសម្លាញ់គិតទៅព្រះច័ន្ទក្នុងថ្ងៃពេញបូរមីពិតជាស្រស់ស្អាតចោលពន្លឺស្រទន់មកកាន់ផែនដីធ្វើឲ្យសពសត្វទាំងឡាយហាក់ទទួលបាននូវទឹកមុនដ៏ត្រជាក់គួរជាទីត្រេកអរណាស់ណាសម្លាញ់ឯងយល់នឹងវាមិនខុសឆ្គងទេតែថាសម្រាប់ខ្ញុំទឹកទន្លេដែលខ្ញុំអាស្រ័យនេះជាទីដែលធ្វើឲ្យចិត្តខ្ញុំរីករាយជាងគេណាស់ហើយសម្លាញ់ទាំងអស់គ្នាខ្ញុំឯណែមិនសូវយល់នៅអ្វីដែលសម្លាញ់និយាយទេក្រោយជជែកគ្នាហើយសត្វទាំង3ក៏នាំគ្នាចូលទៅរកទីអាស្រ័យរៀងៗខ្លួនចំណែកទុនសាយសម្លឹងមើលព្រះច័ន្ទដឹងថាជាថ្ងៃឧបោសថទើបអធិដ្ឋានសមាទាននៅឧបោសថសិលក្នុងថ្ងៃពេញបូរមីនោះជាធម្មតាយើងតែងតែមានអាហារផ្សេងសម្រាប់ឲ្យដល់ស្មុំយាយចកដែលមកដល់កន្លែងរបស់យើងតែពេលនេះយើងមិនមានអ្វីឡើយតើនឹងបានអ្វីឲ្យដល់គេទៅណោះណាហើយចុះបើមានស្មុំយាយចកចូលមកកាន់សំណាក់យើងនឹងឲ្យបរិភោគសាច់របស់យើងចុះដោយអំណាចដាច់ជះនៃការសមាទានសិលរបស់ទុនសាយពោធិសត្វក៏បណ្ដាលឲ្យអាសនៈរបស់ព្រះឥន្ទឡើងក្តៅទើបទ្រង់ពិចារណាប្រមាលមើលនៅហេតុការណ៍ដែលកំពុងតែកើតឡើងទុនសាយនេះមានសេចក្តីអធិដ្ឋានក្នុងការបរិច្ចាគសាច់ជាអាហារដល់ស្មុំយាយចកបើដូច្នេះអាត្មាអញនឹងទៅពិសោធន៍មើលតែម្ដងអាត្មាអញត្រូវតំណែងខ្លួនធ្វើជាព្រាហ្មណ៍ចាស់ដែលអត់អាហារជាច្រើនថ្ងៃមកហើយចុះកាលអន្តព្រាហ្មណ៍បានតំណែងខ្លួនហើយក៏បានចូលទៅកាន់សំណាក់សត្វទាំង3ជាមុនដើម្បីពិសោធន៍ការអធិដ្ឋានក្នុងសិលរបស់ពួកគេរួចចូលទៅកាន់សំណាក់ទុនសាយពោធិសត្វនេព្រាហ្មណ៍តើអ្នកចូលមករកយើងដើម្បីអ្វីដែរខ្ញុំបានអត់អាហារជាច្រើនថ្ងៃមកហើយឲ្យខ្ញុំសុំអាហារខ្លះផងដើម្បីនឹងប្រព្រឹត្តធម៌តទៅពិតជាប្រពៃខ្លាំងណាស់ការអធិដ្ឋានដើម្បីលះបង់សាច់ឈាមដល់អ្នកដែលត្រូវការបានមកដល់ហើយព្រាហ្មណ៍អ្នកមិនបាច់បារម្ភទេយើងនឹងឲ្យសាច់របស់យើងជាចំណីចុះចូលអ្នកបង្កាត់ភ្លើងចុះយើងនឹងលោតចូលល្អណាស់អ្នកអើយតែប៉ុណ្ណេះខ្ញុំនឹងមានកម្លាំងប្រព្រឹត្តតបៈធម៌ហើយអន្តព្រាហ្មណ៍បានប្រមូលឈើស្ងួតមកកលើគ្នាជាគំនរទើបបង្កាត់ភ្លើងឆេះឡើងត្រឡោមចំណែកទុនសាយពោធិសត្វក៏បានរលាស់ខ្លួនយ៉ាងស្អាតដើម្បីកុំឲ្យមានសត្វល្អិតនៅជាប់នឹងរោមរបស់ខ្លួនត្រៀមនឹងលោតចូលភ្លើងនេព្រាហ្មណ៍បន្តិចទៀតយើងនឹងលោតចូលភ្លើងហើយចូលអ្នករីករាយក្នុងការទទួលទានសាច់របស់យើងដោយមេត្រីប្រពៃណាស់យើងនឹងបានអាហារទទួលទានជាកម្លាំងក្នុងការប្រព្រឹត្តតបៈធម៌ហើយទុនសាយពោធិសត្វអធិដ្ឋានក្នុងចិត្តនៅទានបារមីហើយរលាស់ខ្លួនចំនួន3ដងរួចក៏លោតចូលទៅក្នុងគំនរភ្លើងដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធើនោះប៉ុន្តែភ្លើងបែរជាមិនអាចធ្វើឲ្យទុនសាយក្តៅបន្តិចសោះឡើយនេព្រាហ្មណ៍ភ្លើងរបស់អ្នកត្រជាក់ណាស់មិនបានធ្វើឲ្យយើងក្តៅអ្វីបន្តិចសោះតើអ្នកឈ្មោះអ្វីនេទុនសាយបណ្ឌិតយើងមិនមែនជាព្រាហ្មណ៍ទេយើងគឺជាសកទេវរាជយើងមកនេះគឺដើម្បីសាកល្បងការតាំងចិត្តរបស់អ្នកទេកាលព្រះឥន្ទបានប្រកាសចំពោះគុណរបស់ទុនសាយពោធិសត្វហើយក៏បានកាន់យកនៅផ្ទាំងថ្មដ៏ធំគូសនៅលក្ខណៈសម្បត្តិទុនសាយរួចបានយកទៅបិទភ្ជាប់នឹងព្រះច័ន្ទជាហេតុធ្វើឲ្យយើងមើលឃើញរូបទុនសាយក្រោមដើមពោធិ៍ពេលព្រះច័ន្ទពេញវង្សរហូតមកការអធិដ្ឋានក្នុងការបំពេញបារមីរបស់ព្រះបរមពោធិសត្វមានកម្លាំងមហាសាលសូម្បីតែព្រះឥន្ទក៏មិនអាចតាំងនៅបាននឹងណោដែរអ្នកទាំងឡាយក៏បីតាំងនៅក្នុងសេចក្តីតាំងចិត្តខ្ពស់ក្នុងការបំពេញនៅសេចក្តីល្អសម្រាប់ជាប្រយោជន៍អ្នកនៅជុំវិញចុះសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូជាទីជ្រះថ្លាជាច្រើនទៀតពីមាគ៌ាព្រះធម៌នាំមកជូនដោយ Medphone